រឿងជីវិតนิ่งមិនដឹងរៀបរំចាំពីពេលណាគ្រូនតែដឹងថាពីអត់លុយចាយនឹកមកមុនគេតាំងពីនៅក្រឆ្មាតែងសេថាតូនចិនពេលម៉ងជាឬអ៊ូមិនដែរទុំនេះគឺមកតែងតែតាមមើលពីក្រៅពេលញ៉ាំពីគេងគឺលឺសំឡេងទេសនាគ្រប់ពេលសំឡេងមកជាបែជីពីរោះដូចចំរៀងហើយនៅពេលនៃកូនធំគំនិតនេះមិនដូចនៅក្មេងទៀតឡើយហេតុផលកូនបានយល់ហើយមកធ្វើគ្រប់យ៉ាងគឺមកចង់ឲ្យកូនល្អលើលោកនេះខ្ញុំស្រឡាញ់មករបស់ខ្ញុំជាងគេសប្បាយចិត្តណាស់ដែរកើតជាកូនបាំងជីវិតនេះហត់នឿយពេកហើយបាំងតែនៅខាងកូនគ្រប់អង្សាទោះបីត្រូវលំបាកយ៉ាងណាមិនរៀមានថ្ងៃជុំស្រឡាញ់បាំងខ្ញុំទេកូនដឹងថាទំហំនៃក្តីស្រឡាញ់មួយនេះមិនអាចរៀបរាប់នៅក្នុងចម្រៀងមួយបទនេះអស់ហើយកូនប្រាថ្នាចង់ឲ្យម៉ាក់ស្ដាប់បទនេះហើយនៅថ្ងៃណាមួយដែលម៉ាក់ខឹងកូនម៉ាក់កុំយំណាកូនម្នាក់នេះធ្វើឲ្យម៉ាក់លំបាកច្រើនពេកកូនចង់ឲ្យម៉ាក់ញញឹមឲ្យបានច្រើនបរកកូនហើយម៉ាក់គឺជាមនុស្សម្នាក់ដែលស្អាតពូកែនៅក្នុងចិត្តកូនរហូតលើលោកនេះខ្ញុំស្រឡាញ់មករបស់ខ្ញុំជាងគេសប្បាយចិត្តណាស់ដែរកើតជាកូនបាំងជីវិតនេះហត់នឿយពេកហើយមកតែនៅខាងកូនគ្រប់អង្សាទោះបីត្រូវលំបាកយ៉ាងណាមិនរៀមានថ្ងៃជុំស្រឡាញ់បាំងខ្ញុំទេលើលោកនេះខ្ញុំស្រឡាញ់មករបស់ខ្ញុំជាងគេសប្បាយចិត្តណាស់ដែរ